សូមគោរពនិងជម្រាបសួរប្រិយមិត្តជាទីរាប់អានខ្ញុំបាទមានព័ត៌មានចែកជូនសម្រាប់ដែលមានចំណងជើងថាក្រៅពីទុរេនធ្លាក់ថ្លៃកសិករវៀតណាមថៃកំពុងយំមិនចេញដោយសារតម្លៃឥឡឹកស្របពេលគ្រប់គ្នាកំពុងផ្ដោតលើប្រធានបទទុរេនធ្លាក់ថ្លៃសារព័ត៌មានវៀតណាមនិងសារព័ត៌មានថៃបានចុះផ្សាយព្រមគ្នាស្ដីពីការធ្លាក់ចុះយ៉ាងគំហុកនៃតម្លៃលើសនៅតាមប្រទេសរបស់ពួកគេរៀងខ្លួននៅថ្ងៃទី07 ខែឧសភាឆ្នាំ2025សារព័ត៌មានវៀតណាម Vn Express បានចុះផ្សាយក្រោមចំណងជើងថាអ្នកដាំឪឡឹកនៅខេត្តខ្វាងណាមខ្វាញ់ណាមបរាជ័យហើយព្រោះតម្លៃធ្លាក់ចុះខ្លាំងដោយបញ្ជាក់ថាចម្ការឪឡឹកជាច្រើននៅស្រុកហ្វឺណេងដល់ពេលប្រមូលផលហើយមិនត្រឹមតែទទួលបានទិន្នផលទាបនិងលក់ចេញក្នុងតម្លៃមួយដ៏ថោកត្រឹមតែ 4,000 ដុល្លារឬស្មើនឹង 500 រៀលខ្មែរក្នុង1 គីឡូក្រាមនោះសំខាន់គឺគ្មានអ្នកទិញថែមទៀតមិនខុសពីវៀតណាមឡើយប្រភពពីសារព័ត៌មានថៃ Khauset ដែលបានរាយការណ៍កាលពីថ្ងៃទី06 ខែឧសភាឆ្នាំ2025ក៏បានឲ្យដឹងដូចគ្នាដែរថាកសិករថៃនៅខេត្តរាជបុរី Ratchaburi កំពុងតែយំឈឺចិត្តត្បិតម្លៃឪឡឹកធ្លាក់ទាបដល់បាតដោយលក់ចេញទាំងខាតលងចុងក្នុងតម្លៃត្រឹមតែ5បាតឬស្មើនឹង 500 រៀលខ្មែរប៉ុណ្ណោះក្នុង1 គីឡូក្រាមដោយអ្នកដាំលើសក៏បានប្រើភាសាថាឪឡឹកងាប់ព្រោះតែតម្លៃនេះមិនរួចទាំងថ្លៃពលកម្មនិងចំណាយផ្សេងខណៈដែលច្រើនខែមកនេះពួកគាត់ខិតថែទាំស្រោចទឹកដាក់ជីដោយសង្ឃឹមថានឹងទទួលបានផលគុណភាពដែលអាចលក់បានតម្លៃខ្ពស់ដូចរាល់ឆ្នាំកន្លងមកដែលយ៉ាងហោចណាស់1 គីឡូក៏បានពី7-8 បាតដែរវៀតណាមពាក់ព័ន្ធនឹងបញ្ហាតម្លៃលើសសារព័ត៌មានវៀតណាម Vn Express បានជួបសម្ភាសជាមួយម្ចាស់ចម្ការលើសជាច្រើនរូបនៅស្រុកហ្វូនីង Phueneng ដែលជាស្រុកដែលមានឯកទេសខាងដាំឪឡឹកធំជាងគេប្រចាំខេត្តខ្វាងណាមខ្វាញ់ណាមដោយក្នុងរដូវរងាឆ្នាំនេះផ្ទៃដីដាំឪឡឹកសរុបទូទាំងស្រុកមួយនេះមានប្រហែល400 ហិកតាលោកពូ Tran Van Nam នៅឃុំតាមហ្វូក Thamphuok ដែលកំពុងតែបង្វែរត្រឡប់ផ្លែលើសជាមួយប្រពន្ធរបស់គាត់បានរៀបរាប់ឲ្យដឹងថាចាប់តាំងពីដើមខែមកឪឡឹកក្នុងចម្ការរបស់គាត់អាចប្រមូលផលបានហើយដោយឪឡឹកមួយផ្លែមានទម្ងន់ចាប់ពី4-8 គីឡូក្រាមប៉ុន្តែមិនមានឈ្មួញចុះមកប្រមូលទិញទេដូចនេះហើយបើពួកគាត់មិនបង្វែរត្រឡប់ផ្លែវាចុះឡើងទេវាអាចនឹងខូចប្រេះព្រោះតែកម្ដៅព្រះអាទិត្យឬសត្វល្អិតជាមិនខានលោកពូណាមបន្តថាដាំឪឡឹកឆ្នាំនេះគាត់ចំណាយប្រាក់ជាង30 លានដុល្លារលើគ្រាប់ពូជីនិងថ្នាំសម្លាប់សត្វល្អិតដោយមិនគិតពីកម្លាំងពលកម្មទេកាលពីដើមរដូវជួបនឹងបញ្ហាភ្លៀងធ្លាក់ខ្លាំងពេលដាំបណ្ដាលឲ្យកូនឪឡឹកងាប់សឹងតែអស់ហើយត្រូវដាំវិញម្ដងទៀតនៅពេលកំពុងចេញផ្កាស្រាប់តែអាកាសធាតុក្ដៅខ្លាំងគូផ្សំនឹងទឹកភ្លៀងដែលបណ្ដាលឲ្យកាន់ផ្លែតិចបន្ទាប់ពីដាំបាន65ថ្ងៃគាត់ប្រមូលផលបានពាក់កណ្ដាលដោយបេះមួយថ្ងៃបានលើស5 តោនលក់បាន 2.800 4.000 ដុំក្នុង1 គីឡូក្រាមបើធៀបនឹងឆ្នាំមុនទិន្នផលធ្លាក់ចុះ500 គីឡូក្រាមក្នុងមួយថ្ងៃហើយតម្លៃធ្លាក់ចុះពាក់កណ្ដាលលោកពូបន្តថានៅមានផ្លែទុំចំនួន3ចម្ការទៀតប៉ុន្តែមិនទាន់មានអ្នកទិញនៅឡើយទេខណៈដែលឈ្មួញភាគច្រើនបានមកដល់ចម្ការហើយតែមិនទាន់មានអ្នកណាកក់លុយសោះដោយឡែកកសិករម្នាក់ទៀតឈ្មោះលោកពូហ្វានឌឺតាម Phenetam នៅឃុំតាមថាញ Tham Vang បានអះអាងថាគាត់ទើបតែប្រមូលផលនិងលក់ទៅឲ្យឈ្មួញក្នុងតម្លៃ 4.000 ដុល្លារក្នុង1 គីឡូក្រាមសម្រាប់ផ្លែទម្ងន់ជាង4 គីឡូកាលពីម្សិលមិញប៉ុន្តែព្រឹកនេះគាត់កាត់បន្ថែមបានជាង8 តោនយកមកផ្ទះដើម្បីរង់ចាំឡានមកយកប៉ុន្តែឈ្មួញប្រាប់ថាមិនទទួលទិញទៀតទេឮដូចនេះលោកពូតាមបានតាក់ទងទៅស្តង់ផ្សេងជាច្រើនកន្លែងទោះជាថោកជាងនេះទៀតក៏គាត់លក់ដែរដើម្បីបានដើមមកវិញខ្លះសម្រាប់រដូវក្រោយហើយបើនៅតែគ្មានឈ្មួញទិញទេគាត់នឹងដាក់លក់រាយនៅក្នុងភូមិតែម្ដងបើស្រឡាញ់ចូលចិត្តកុំភ្លេចជួយចុច Like Share និង Subscribe ដើម្បីបានវីដេអូថ្មីទៀតអរគុណចំពោះការចូលទស្សនាវីដេអូនេះ